សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមានវីដេអូថ្មីមួយចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាសម្រាប់ទីតាំងនេះគឺស្ថិតនៅក្នុងភូមិកំពង់ភ្លុកជាប់នឹងមាត់ទន្លេសាបយើងណានៅក្នុងស្រុកប្រាសាទបាគងហើយទីតាំងគឺអត់ឆ្ងាយទេប្រហែលជា20គីឡូជាងតែប៉ុណ្ណោះគឺយើងអាចមកទស្សនារមណីយដ្ឋានមួយនេះបានហើយតាមធម្មតានៅទីនេះគឺគេពេញនិយមមកទស្សនានៅរដូវវស្សាជាពិសេសគឺរដូវទឹកឡើងណាដោយគេហៅថាភូមិបណ្ដែតទឹកហើយមកទស្សនាទីនេះគឺត្រូវជិះទូកតែដល់ឡែកថ្ងៃដែលពួកខ្ញុំមកនេះគឺជារដូវប្រាំងដូច្នេះហើយគឺភូមិទាំងមូលមិនមានទឹកនោះទេគឺយើងអាចជិះម៉ូតូជិះឡានអីទៅដល់បានតែម្ដងហើយទៅនៅទីនេះគឺមានភាពទាក់ទាញបងប្អូនដោយសារអីគេមានផ្លូវបេតុងមួយនៅចំកណ្ដាលភូមិតែម្ដងហើយផ្ទះមានតែ2ជួរហ្នឹងអមសងខាងផ្លូវហ្នឹងតែជាក់ស្ដែងនៅពេលរដូវវស្សាផ្លូវហ្នឹងគឺលិចបាត់ហើយអត់ឃើញទេចឹងគឺយើងត្រូវជិះទូកដើម្បីចូលទៅក្នុងភូមិទស្សនាភូមិការរស់នៅរបស់បងប្អូនជាពលរដ្ឋយើងនៅទីនោះណាហើយដល់ឡែកក៏គេមានស្ទឹងមួយដែរនៅពីខាងក្រោយផ្ទះហ្នឹងអញ្ចឹងគឺយើងអាចជិះទូកតាមស្ទឹងហ្នឹងរហូតចេញទៅដល់បឹងទន្លេសាបតែម្ដងជាក់ស្ដែងនៅក្នុងរដូវប្រាំងនេះក៏យើងមានសកម្មភាពជិះទូកដែរគ្រាន់តែថាទឹករាក់ហើយយើងជិះនៅក្នុងស្ទឹងហើយទឹករាក់មែនទែនបងប្អូនទាំងអស់គ្នាតែពួកខ្ញុំមកនេះគឺពួកខ្ញុំជិះម៉ូតូឯងអញ្ចឹងគឺយើងជិះទៅដល់ភូមិតែម្ដងបាទដោយដែលបានឃើញបងប្អូនទាំងអស់គ្នាពួកខ្ញុំចេញពីភូមិវិញនេះវីដេអូចេញមកវិញហើយដោយសារថ្ងៃលិចស្អាតតាមផ្លូវហើយពីផ្លូវជាតិលេខ6យើងផ្លូវបំបែកកន្លែងស្ទឹងរលួសណានៅម្ដុំពន្ធនីយដ្ឋានស្ទឹងត្រជាក់នឹងទៅកាន់កំពង់ភ្លុកហ្នឹងគឺគេអុតកស៊ូស្អាតហើយផ្លូវលើកខ្ពស់មែនតើហើយផ្លូវហ្នឹងធ្វើរហូតទៅដល់ជិតដល់ភូមិតែម្ដងទៅយើងចូលទៅផ្លូវភូមិវិញអញ្ចឹងណាអញ្ចឹងការធ្វើដំណើរទៅទីតាំងភូមិកំពង់ភ្លុកគឺមានភាពងាយស្រួលខ្លាំងមែនតើអត់មានអីពិបាកដូចមុននេះពីមុនហុយមែនតើផ្លូវនឹងបងប្អូនខ្ញុំធ្លាប់ទៅប៉ុន្តែឥឡូវនេះអត់អីគេចាក់កស៊ូស្អាតដែលឡែកខែនេះគឺជាខែប្រាំងអញ្ចឹងហើយនៅមាត់បឹងទន្លេសាបគឺទឹកស្រកអស់ហើយវាបង្កើតភាពងាយស្រួលក្នុងការបងប្អូនយើងគាត់មកពិកនិចអញ្ចឹងលើនឹងទីតាំងមួយនេះគឺពេញនិយមសម្រាប់បងប្អូននៅក្នុងភូមិកំពង់ភ្លុកឬក៏ដូចជាភូមិជិតឬក៏អ្នកទៅពីខេត្តសៀមរាបទៅណាគាត់នាំគ្រួសារគាត់ទៅអង្គុយលេងនៅមាត់ទន្លេហ្នឹងគឺយើងអាចជិះឡានជិះម៉ូតូទៅដល់មាត់ទន្លេតែម្ដងហើយទិដ្ឋភាពថ្ងៃលិចនៅទីនេះគឺស្រស់ស្អាតខ្លាំងមែនទែនបងប្អូនតែដល់ឡែកអូខេយើងទទួលស្គាល់ទឹកទើបតែស្រកមានសម្រាប់តិចតួចឬក៏ទឹកក៏មិនទាន់ជាស្អាតណាស់ណាអញ្ចឹងណាព្រោះអីទឹកទើបតែស្រកទៅដែរហើយដីមិនទាន់ស្ងួតហ្នឹងហើយឥឡូវហ្នឹងឃើញបងប្អូននៅក្នុងភូមិកំពង់ភ្លុកហ្នឹងគាត់ចាប់ផ្ដើមធ្វើសាងសង់រោងដើម្បីលក់ចំណីអាហារជូនដល់បងប្អូនដែលគាត់ទៅលេងពេលល្ងាចសម្រាប់មើលថ្ងៃលិចណាការថ្ងៃដែលពួកខ្ញុំទៅហ្នឹងគឺឃើញមានតូបលក់ខ្លះគាត់លក់លើលម៉កលើអីចឹងណាហើយក៏មានអ្នកខ្លះក៏កំពុងតែសាងសង់រោងដែរហើយសម្រាប់ទីតាំងមួយហ្នឹងខ្ញុំធ្លាប់ជិះកង់ពីកំពង់ភ្លុកមកចុងគ្នាយើងជិះរាប់តាមមាត់ទន្លេណាប៉ុន្តែថ្ងៃដែលខ្ញុំទៅនេះផ្លូវនៅជិះកង់ហ្នឹងគឺទឹកអត់ទាន់ស្រកទេជាងនៅមានទឹកនៅមានភក់ឡើយទេបាទមើលថ្ងៃលិចស្អាតខ្លាំងមែនតើបងប្អូនថ្ងៃដែលខ្ញុំទៅហ្នឹងគឺមេឃស្រឡះហើយថ្ងៃលិចស្អាតមែនតើមេឃលឹងក្រហមឆ្អិនឆ្អៅតែម្ដងបាទសម្រាប់ទីតាំងមួយនេះគឺពេញនិយមខ្លាំងបងប្អូនហើយល្បីសម្រាប់ភ្ញៀវបរទេសណាជាពិសេសអ្នកដែលគាត់មកទស្សនាខេត្តសៀមរាបហ្នឹងគឺគាត់កម្ររំលងបន្ទាប់ពីមើលប្រាសាទរួចគឺគាត់តែងតែមកទស្សនាភូមិបណ្ដែតទឹកឬក៏គាត់និយាយថាបឹងទន្លេសាបណាអញ្ចឹងនៅក្នុងខេត្តសៀមរាបបើគាត់ចង់ទៅទស្សនាបឹងទន្លេសាបយើងមានភូមិចំនួន4
ដែលអាចឲ្យគាត់ទៅទស្សនាបានភូមិទី1គឺភូមិបណ្ដែតទឹកមេជ្រៃទី2ចុងគ្នាទី3កំពង់ភ្លុកនិងទី4កំពង់ឃ្លាំងដែលឡែកលក្ខណៈពិសេសរបស់កំពង់ភ្លុកនិងកំពង់ឃ្លាំងគឺស្តៀងគ្នាដោយសារតែគាត់អត់មានផ្ទះបណ្ដែតទឹកទេប៉ុន្តែគាត់មានផ្ទះដែលមានជើងសសរវែងខ្ពស់ហើយជើងសសរនោះច្រើនមែនតើហើយប៉ុន្តែសសរអត់ធំៗឯទូចទេมันខ្ពស់ដោយបងប្អូនឃើញអញ្ចឹងគឺគាត់ធ្វើខ្ពស់មែនតើព្រោះអីនៅពេលដែលខែវស្សាមកគឺលិចអស់ហើយតាមផ្លូវនោះគឺលិចជ្រៅណាបងប្អូនហើយយើងអាចជិះទូកតូចលេងក្នុងភូមិនឹងបានតាមធម្មតាបើសិនជាកណូតគឺគេអនុញ្ញាតឲ្យជិះចូលក្នុងភូមិទេគេឲ្យតែជិះនៅតាមដងស្ទឹងណាតែបើចង់ចូលក្នុងភូមិតើយើងជួលទូកតូចដែលមានមីងបងស្រីគាត់ជាអ្នកចែវជូនយើងចូលទស្សនាភូមិក៏ដូចជាព្រៃលិចទឹកបាទនេះគឺវីដេអូខ្ញុំចែកមកវិញអ្នកទាំងអស់គ្នាថ្ងៃលិចហើយប៉ុន្តែមេឃជះពន្លឺស្អាតខ្លាំងមែនតើអញ្ចឹងទៅក៏នាំគ្នាថតឈប់ថតទៀតនោះមិនត្រឹមតែជិះថតទេឈប់ថតទៀតដោយសារឃើញស្អាតពេកអរគុណចឹងវីដេអូចែករំលែកថ្ងៃនេះពីព្រំនិធានកំពង់ភ្លុកនៅរដូវប្រាំងគឺមានតែប៉ុណ្ណេះឯងអរគុណសម្រាប់ការតាមដានទស្សនាហើយថ្ងៃណាមួយខ្ញុំនឹងផលិតវីដេអូអំពីកំពង់ភ្លុកដដែលតែនៅរដូវវស្សាម្ដងចង់ដឹងថាតើនៅរដូវវស្សាយើងទៅទស្សនាបែបម៉េចហើយមានទស្សនវិជ្ជាបែបម៉េច